សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកទៀតហើយថ្ងៃនេះបានឆាបាយហើយនឹងធ្វើនំចក្រច័នយកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសផលបុណ្យកុសលជូនលោកឪពុកអ្នកម្ដាយនិងជីដូនជីតា7សន្តាននៅថ្ងៃនេះឆាបាយទៅវត្តដាក់មកត្រេធំតែម្ដងពងឆាបាយទៅវត្តទាំងអស់គ្នានេះអូយបោះលើកអាលាក់មកវាខ្លោចចុងភៅសកម្មភាពចុងភៅត្រេធំឆាម្ដងតិចបានក្រៀមឆ្ងាញ់ដល់ពេលយើងដាក់ច្រើនអត់សូវក្រៀមទេអូហុយសាច់ក្រកនេះសាច់ក្រកដាក់ចូលអូដល់ហើយនេះប៉ុងប៉ាំងផឹកឡើងថ្ងៃនឹងទៅវត្តណាដែរបងប្អូនមកទៅវត្តវេនបិណ្ឌភ្ជុំទៅជុំជាមួយខ្ញុំមកទៅវត្តទាំងអស់គ្នាឥឡូវនឹងកំពុងតែញាប់ដៃញាប់ជើងហើយអានេះបង្គាក្រៀមចាក់បង្គាក្រៀមចូលដាក់តិចបានដាក់ច្រើនទេតោះមកយើងច្បល់វាតំណងទាំងអស់គ្នានេះតំណងហើយអូឆ្នាំងខ្ទះអាឆ្នាំងនេះល្អមែនទែនក្រៀមបងអែមយកទៅវត្តគឺមាននំចក្រច័នចាក់ពណ៌មេអំបៅហើយនឹងពណ៌ស្កតយពណ៌ភីងហើយនឹងពណ៌សតំណងទេទាំងអស់គ្នានេះយកទៅវត្តហើយឆាឆ្អិនហើយតំណងទេទាំងអស់គ្នាចង់ហៅវត្តយកទៅវត្តថ្ងៃនេះអូធ្ងន់នឹងយប់ហ្មងនេះ